morning ហើយសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ vlog ទៅលេងប្រទេសវៀតណាមជាមួយនឹងខ្ញុំទាំងអស់គ្នាហើយvlog នេះដែរគឺខ្ញុំទៅលេងប្រទេសវៀតណាមតាំងពីការឆ្លងឆ្នាំ2025ចូល2026ហើយសម្រាប់ការដើរលេងទឹកហ្នឹងគឺយើងទៅរយៈពេល5យប់6ថ្ងៃហើយនេះជាសភាពផឹកឡើងអញ្ចឹងពួកខ្ញុំធ្វើដំណើរតាមឡានណានេះខ្ញុំជិះតុកតុកពីផ្ទះទៅវេនឡានណាទាំងអស់សម្រាប់ការដើរលេងទឹកនេះវិញខ្ញុំrecommend ឲ្យអ្នកទាំងអស់គ្នាអាចមើលvlog នេះទុកបានដោយសារតែលើកនេះគឺពួកខ្ញុំដើរលេងច្រើនកន្លែងមានសកម្មភាពច្រើនហើយយើងទៅបែបលក្ខណៈទៅខេត្តផ្សេងៗរបស់ប្រទេសវៀតណាមអត់ទៅទីក្រុងសៃកននេះអញ្ចឹងទាំងអស់គ្នាចង់ដឹងថាពួកខ្ញុំទៅណាខ្លះលេងខ្លះកុំភ្លេចមើល vlog ហ្នឹងតទៅទាំងអស់គ្នាហើយម៉ោងប្រហែលជា5:30នាទីព្រឹកហ្នឹងខ្ញុំមកដល់បេនឡានហើយគ្នាខ្ញុំផ្សេងៗពួកគាត់មកអស់ហើយឡានរបស់យើងហ្នឹងគឺគេចេញនៅម៉ោង5:45ហើយសម្រាប់ការធ្វើដំណើរលើកហ្នឹងគឺពួកខ្ញុំជ្រើសរើសជិះជាមួយនឹង BS Bus First Class ណាដែលទៅ$40មក$40អញ្ចឹងround trip ដូចជា$80តែជាទូទៅសម្រាប់ BM Bus ហ្នឹងប្រហែលជាគាត់ដូចជាគាត់មានpartner collaborate ជាមួយនឹងក្រុមហ៊ុនbus ផ្សេងៗអញ្ចឹងណាអញ្ចឹងយើងអាចបាន code promotion អាចបាន discount $1 $2ឬក៏យើងទិញសំបុត្រច្រើនអញ្ចឹងទៅយើងសន្មបន្ទុកយើងអាចបាន discount ក្នុងការទិញសំបុត្រលើកក្រោយទៀតអញ្ចឹងនេះយើងបានចេញដំណើរទៅហើយសម្រាប់អាហារពេលព្រឹកហ្នឹងគឺគេមានឲ្យជាក្នុងប្រអប់ហ្នឹងគឺគេមានដោះគោមួយហើយនំក្រូសាំងទូចៗ2ហើយយើងអាចញ៉ាំជាកាហ្វេក្តៅឬក៏តែក្តៅបានហើយគេក៏មានទឹកសុទ្ធឲ្យយើងដែរអញ្ចឹងបន្ទាប់ពីអាហារពេលព្រឹករួចហ្នឹងគេចាប់ផ្ដើមដើរសួរភ្ញៀវទាំងអស់ហើយសម្រាប់ម្ហូបអាហារថ្ងៃត្រង់សម្រាប់ភ្ញៀវម្នាក់គឺគេឲ្យបាយសមួយរើសបានម្ហូប2មុខហើយជាទូទៅគេអាចមានជាផ្លែឈើឬក៏ផ្អែមឲ្យយើងមួយមុខទៀតដែរពីហ្នឹងយើងក៏ទៅដល់ព្រំដែនខ្មែរវៀតណាមដែលយើងត្រូវឆ្លងចូលប្រទេសវៀតណាមដែលយើងត្រូវចុះវាយ passport វាយអីហ្នឹងហើយបន្ទាប់ពីវាយ passport វាយអីឆ្លងចូលខាងវៀតណាមហើយយើងក៏បន្តជិះទៅប្រហែលជា1ម៉ោងទៅ2ម៉ោងទៀតទើបយើងទៅដល់ប្រទេសវៀតណាមហើយសម្រាប់ថ្ងៃទី1នេះគឺពួកខ្ញុំអត់នៅក្នុងទីក្រុងហូជីមីញប្រទេសវៀតណាមទេពួកខ្ញុំនឹងហោះទៅកាន់ទីក្រុងមួយទៀតរបស់ប្រទេសវៀតណាមគឺទីក្រុងដាណាំងអញ្ចឹងបន្ទាប់ពីចុះពីឡានក្រុងហើយពួកយើងមករកកាហ្វេសិនហើយចាំ10ម៉ោងដើម្បីយើងទៅកាន់ពលានវៀតណាមដើម្បីហោះសម្រាប់ trip មួយនេះវិញគឺ TikTok ស៊ីខួរតែម្ដងទាំងអស់គ្នាគឺពួកខ្ញុំ search មើលតាម TikTok ច្រើនមែនតើអញ្ចឹងកន្លែងដែលមកដំបូងគេហ្នឹងក៏ភាគច្រើនទាំងអស់គ្នាស្គាល់ដែរគឺម្ដងហ្នឹងមនុស្សច្រើនមែនតើដោយសារតែគេមកហ្នឹងមកដើម្បីថតរូបជាមួយនឹងអាគារពណ៌កាឈូកនៅទល់មុខកន្លែងកាហ្វេហ្នឹងហើយបន្ទាប់ពីសម្រាប់នៅកាហ្វេមួយសន្ទុះធំដែរហ្នឹងហើយពួកខ្ញុំក៏ជិះទៅកាន់ពលានយន្តហោះរបស់វៀតណាមដោយសារតែពេលមុនពួកខ្ញុំមកហ្នឹងពួកខ្ញុំមើលទៀតថាពលាននៅវៀតណាមហ្នឹងរវល់ខ្លាំងអញ្ចឹងបានន័យថាក្នុងការធ្វើការហោះហើរយើងតទៅពី3ទៅ4ម៉ោងមុនដើម្បីជៀសវាងការខកជើងធ្វើដំណើរអញ្ចឹងណាតែជាក់ស្ដែងពួកខ្ញុំហោះហ្នឹងគេហៅថាហោះក្នុងស្រុកដោយសារយើងអត់មានហោះចេញក្រៅវៀតណាមទេយើងហោះដូចពីភ្នំពេញយើងទៅសៀមរាបអញ្ចឹងណាចឹងពួកខ្ញុំហោះពីហូជីមីញទៅកាន់ទីក្រុងដាណាំងហ្នឹងហើយជាក់ស្ដែងសម្រាប់បទពិសោធន៍ពួកខ្ញុំផ្ទាល់ហ្មងគឺអត់សូវរវល់ដូចតែគេនិយាយមកទេតែនេះពួកខ្ញុំក៏យល់ដែរដោយសារតែពួកខ្ញុំហោះខាងក្នុងស្រុកអញ្ចឹងប្រហែលជាវាអាចខុសគ្នាអញ្ចឹងបើតាមបទពិសោធន៍ពួកខ្ញុំអាចទៅមុនត្រឹម2ម៉ោងក៏បានដែរប៉ុន្តែអានេះខ្ញុំអត់ហ៊ាននិយាយទេព្រោះជាទូទៅនៅតាមព្រលឹងយន្តហោះយើងមើលអត់ដឹងមុនទេថាវាមនុស្សច្រើនឬក៏អត់មនុស្សច្រើនមិនអញ្ចឹងការហោះហើរនៅក្នុងប្រទេសគេដើម្បីសុវត្ថិភាពទាំងអស់គ្នាគួរតែទៅឲ្យបានមុនម៉ោងកុំឲ្យយើងទី1កុំឲ្យហត់ហើយកុំឲ្យយើងប្រញាប់ហើយទី3ហ្នឹងគឺកុំឲ្យយើងបោះចោលហើយនេះទាំងអស់គ្នាមុនពេលឡើងយន្តហោះពេលដែលពួកខ្ញុំកំពុងចាំហ្នឹងគឺឃើញក្រុមបរទេសមួយក្រុមពួកគាត់មកគ្នាច្រើនមែនតើហើយអត់ដឹងជនជាតិអីទេប៉ុន្តែពួកគាត់និយាយភាសាអង់គ្លេសអញ្ចឹងឃើញពួកគាត់លេងល្បែងប្រជាប្រិយដូចទី1គឺល្បែងដូចលេងល្បែងស្លឹកឈើយើងអញ្ចឹងគាត់ដាក់អីនៅកណ្ដាលហើយគាត់ហៅលេខហើយគេរត់ទៅដណ្ដើមនិយាយទៅគឺល្បែងដណ្ដើមស្លឹកឈើរបស់យើងហ្មងហើយទី2ហ្នឹងគឺគាត់នាំគ្នាលេងដូចល្បែងរបស់កូរ៉េទាំងអស់គ្នាគេ Green Light Red Light នៅក្នុងរឿង Squid Game ហើយទីបំផុតយន្តហោះរបស់យើងក៏បានហោះទៅហើយសម្រាប់ថ្ងៃទី1ហ្នឹងគឺយើងត្រូវចំណាយពេលនៅក្នុងការធ្វើដំណើរទាំងអស់អញ្ចឹងយើងហត់មួយថ្ងៃហ្នឹងមែនប៉ុន្តែចាប់ពីស្អែកទៅយើងបានចាប់ផ្ដើមដើរលេងបងហើយអញ្ចឹងយើងទៅដល់ចាំយកវ៉ាលីបន្ទាប់មកយើងរឡានជិះទៅកាន់កន្លែងដែលយើងកក់ហើយទឹកនេះពួកខ្ញុំគេងរបៀប Airbnb យើងគេងជុំគ្នាហើយបន្ទាប់ពីហ្នឹងគឺយប់ជ្រៅហើយម៉ោង11 12យប់ហើយចុងក្រោយមែនតើតែម្ដងគឺយើងរកអីញ៉ាំនៅផ្សាររាត្រីគេដែលបិទនៅម៉ោង12ហ្នឹងហ្មងទាំងអស់គ្នាអូខេវ៉ាវអរុនសួស្តីថ្ងៃទី2យើងងើបឡើងនៅក្នុងទីក្រុងដាណាំងរបស់ប្រទេសវៀតណាមហើយនេះជើងខ្លាំងទាំង4នាក់ដែលងើបឡើងពីព្រឹកដើម្បីមករកអាហារពេលព្រឹកបែបលោកខនៅក្នុងទីក្រុងរបស់គេហើយសម្រាប់អចិន្តាថ្ងៃនេះដែរគឺពួកយើងនឹងទៅលេងនៅក្នុងទីក្រុងហុយអានហើយសម្រាប់ព្រឹកនេះគឺយើងជ្រើសរើសនៅក្នុងការជិះឡានទៅជុំគ្នាដោយសារតែពីយប់មិញហ្នឹងគឺយើងមានជាការ debate គ្នាជាខ្លាំងថាយើងចង់ជិះឡានជុំគ្នាឬក៏យើងជួលម៉ូតូជិះដោយសារតែពីដំបូងហ្នឹងពួកខ្ញុំគិតថាទៅលេងនៅក្នុងទីក្រុងហុយអានហ្នឹងបើសិនជាយើងមានម៉ូតូជិះទៅយើងបានដើរលេងច្រើនកន្លែងអញ្ចឹងយើងអាចជិះទៅនេះទៅនោះបានតែចាក់ស្ដែងទៅយើងក៏គិតមួយទៀតដែរថាពេលទៅដល់ទីក្រុងហុយអានហ្នឹងបើសិនជាយើងជិះម៉ូតូមកវិញគឺវាអាចរៀងយប់អញ្ចឹងគឺយើងគិតដល់សុវត្ថិភាពដែរក៏សម្រាប់ចិត្តថាយើងជួលឡានភ្លាមនៅយប់ហ្នឹងហើយដើម្បីធ្វើដំណើរថ្ងៃនេះជុំគ្នាហ្មងឲ្យគេជូនតែម្ដង
ឡានប្រហែលជាអស់មួយសបកធំដែរដោយសារតែយើងត្រូវជិះចេញពីក្រុងគេដើម្បីទៅដល់កន្លែងលេងមួយអញ្ចឹងទីគោលដៅរបស់យើងថ្ងៃហ្នឹងមុននឹងយើងទៅលេងហុយអានទីក្រុងចំណាករបស់គេហ្នឹងគឺយើងមកជិះទូកដូងគេសិនមកដល់កន្លែងនេះព្រាមដំបូងគឺខ្ញុំភ័យមែនតើខ្ញុំមើលសិនថាទូកហ្នឹងជិះហ្នឹងគេបវល់យើងដូចនៅក្នុងវីដេអូអត់ហើយខ្ញុំមើលទៅឃើញគេជិះពីកន្លែងនេះទៅគឺគេជិះធម្មតាឯងអញ្ចឹងមុននឹងឡើងជិះហ្នឹងខ្ញុំសួរបញ្ជាក់ឲ្យបញ្ជាក់ទៀតថាគេបវល់យើងអត់ហើយខ្ញុំនៅបញ្ជាក់មួយគាត់ដដែលថាពួកខ្ញុំអត់ជិះបវល់ទេអញ្ចឹងសូមជិះធម្មតាបានហើយហាមបវល់សម្រាប់អ្នកចៅទូករបស់គេវិញហ្នឹងណានិយាយទៅពួកគាត់ហ្នឹងប្រហែលជាវ័យក្រាលទៅវ័យចំណាស់ហើយភាគច្រើនពូច្រើនតែក៏មានជានារីដែរហើយពួកគាត់ហ្នឹងគឺតួនាទីរបស់ពួកគាត់ដែលយកភ្ញៀវទៅហ្នឹងគឺគាត់ត្រូវតែធ្វើឲ្យភ្ញៀវសប្បាយអញ្ចឹងបានន័យថាពេលយើងជិះទៅយើងស្ងាត់កណ្ដោយយើងមិនកណ្ដោយគឺគាត់ប្រឹងនិយាយប្រឹងនាំយើងលេងឲ្យយើងសប្បាយហើយជាទូទៅគឺពេលដែលជិះហ្នឹងគឺគេអត់មានបបលអត់មានអីទេតែនៅពេលដែលជិះទៅដល់កណ្ដាលកន្លែងប្រជុំជនគេមួយហ្នឹងទៅដល់កន្លែងហ្នឹងបានគេចាប់ផ្ដើមមានការបវលអ្នកជិះបើសិនជាយើងចង់បវលឲ្យគេបវលអញ្ចឹងណាហើយខ្ញុំទូទៅដល់នៅកន្លែងហ្នឹងក៏ដោយខ្ញុំនៅតែបញ្ជាក់ថាខ្ញុំអត់បវលទេខ្ញុំខ្លាចខ្ញុំពុលខ្លាចវិលមុខខ្លាចក្អួតអញ្ចឹងណាហើយមួយទៀតទាំងអស់គ្នាសរសើរជនជាតិវៀតណាមមែនតើនិយាយទៅគឺគេប្រឹង entertain យើងហ្មងហើយសម្រាប់ការជិះទូកហ្នឹងខ្ញុំភ្លេចតម្លៃទេប៉ុន្តែដូចជាក់ស្ដែងដូចជាអត់ថ្លៃទេប៉ុន្តែការជិះហ្នឹងគឺយូរនិយាយទៅអ្នកទាំងអស់គ្នាយូរមើលល្មមយើងធុញណាដោយសារតែគេចៅជិះយើងធម្មតាហើយបើយើងចង់សប្បាយទៅយើងក៏ឲ្យគេបវលលេងទូកទៅហើយប៉ុន្តែបន្ថែមពីហ្នឹងទៀតណាគឺគេមានធ្វើតូបខារ៉ាអូខេគេហៅដូចខារ៉ាអូខេ booth ចឹងមកតូបហ្នឹងគឺគេច្រៀង entertain យើងទៀតគេនាំយើងទៅដាក់កន្លែងហ្នឹងទៀតទាំងអស់គ្នាពូអ្នកចៅទូកឲ្យខ្ញុំហ្នឹងគឺគាត់ហៅខ្ញុំរហូតតែថាបបលតិចទៅបានសុបាយតិចទៅហើយតាំងពីដើមដល់ចិត្តចប់ខ្ញុំនិយាយថាខ្ញុំអត់រហូតដែរចុងក្រោយហ្នឹងគឺខ្ញុំត្រូវបានគាត់អូសទាញបានសម្រេចចុងក្រោយហ្នឹងគឺក៏ឲ្យពួកគាត់ហ្នឹងជួយបវលខ្ញុំបន្តិចទៅហើយមានអីទាំងអស់គ្នាឲ្យវាអត់សូវអីដែរដោយសារបវលតិចដែរអញ្ចឹងក៏អូខេសប្បាយដែរហើយបន្ទាប់ពីជិះទូកនោះហ្នឹងហើយពួកខ្ញុំក៏ជិះបន្តមកទៀតមកកាន់ទីក្រុងចំណាកគេហ្នឹងដែលគេហៅថាហុយអានហ្នឹងហើយមកដល់ព្រឹមហ្នឹងអីដែលយើងមើលមុនគេហ្នឹងគឺរកហាងញ៉ាំអីហើយក៏ឃើញហាងនេះគេដាក់ Michelin Star អញ្ចឹងក៏យើងដំណងជួលចាំញ៉ាំទៅដោយសារហាងគេហ្នឹងទូចេះហើយភ្ញៀវចូលច្រើនហើយសម្រាប់ការញ៉ាំវិញពួកខ្ញុំទៅប្រហែលជា7 8នាក់អញ្ចឹងយើងក៏មកម្ហូបខុសៗគ្នាដាក់ចូលគ្នាមកដើម្បីបានភ្លុកបានច្រើនមុខហើយសម្រាប់ម្ហូបគេគឺអត់ fail ទេការរៀបចំម្ហូបរបស់គេម្ចាស់ហ្នឹងស្អាតហើយរសជាតិឆ្ងាញ់បរិមាណអីក៏សមរម្យដែរហើយតម្លៃជាទូទៅតាមហាងអញ្ចឹងបើយើងគិតទៅវាថ្លៃជាងម្ហូបអាហារបែប street food ទេតាមចាំផ្លូវទេប៉ុន្តែទោះបីម្ហូបក្នុងហាងក៏ដោយក៏វានៅតែ affordable ទាំងអស់គ្នាទាំងអស់គ្នាខ្ញុំឃើញគេ review ហាងទឹកហ្នឹងច្រើនមែនទែនគេហៅថាទឹកបែប hub ហ្នឹងឃើញគេទៅសើហ្មងថារសជាតិហ្នឹងវាប្លែកវាឆ្ងាញ់ត្រូវតែញ៉ាំត្រូវតែអីចឹងពេលដែលមកទីក្រុងហុយអានហ្នឹងហើយពួកខ្ញុំនេះចាំការទៀតគឺមកតាមគេហ្នឹងហ្មងញ៉ាំអីបាយថ្ងៃហើយហ្នឹងគឺមកតម្រង់ជួញ៉ាំទឹកហ្នឹងហ្មងហើយយើងគិតថាប្រហែលជាចូលតម្រង់ឲ្យយូរហើយតែប៉ិតទៅគេអត់យូរធ្វើអត់យូរទេដោយសារតែទឹកហ្នឹងគឺគេមានស្រាប់ឯហ្នឹងគេគ្រាន់តែដួសដាក់កែវហ្នឹងថែមដាក់តយោដាក់ស្លឹកដាក់អីចឹងទៅហើយសម្រាប់រសជាតិគេវិញមានលក្ខណៈបែបខ្ទិះហើយរៀងផ្អែមហឺបប្រហើហើយសម្រាប់ខ្ញុំវិញវារសជាតិអូខេប៉ុន្តែបើថាជាលក្ខណៈថាចាំអត់ភ្លេចឬក៏វា special ខ្លាំងដូចជាមិនសូវទេប៉ុន្តែបើយើងទៅដល់ហើយគួរតែសាកទៅទាំងអស់គ្នាបន្ទាប់មកទៀតយើងក៏ទៅរកកាហ្វេមានកន្លែងអង្គុយកន្លែងអីទុកអីវ៉ាន់ហើយយើងក៏ដើរចេញមើលទីក្រុងគេចុះឡើងនៅក្នុងទីក្រុងហ្នឹងអញ្ចឹងណាដោយសារតែយើងត្រូវនៅដល់ទីក្រុងហ្នឹងដល់យប់ដើម្បីជិះទូកពេលល្ងាចអញ្ចឹងដើរចុះដើរឡើងនៅក្នុងទីក្រុងគេហ្នឹងក៏ឃើញកន្លែងថត photo booth មួយអញ្ចឹងក៏បានចូលថត photo booth ដែរហើយបន្ទាប់ពីហ្នឹងយើងក៏នាំគ្នាទៅទិញសំបុត្រដើម្បីជិះទូកសម្រាប់ពេលល្ងាចហ្នឹងហើយក្នុងការទិញសំបុត្រហ្នឹងបន្ទូកយើងអាចជិះពី2ទៅ4នាក់បានតាមចាក់ស្ដែងអញ្ចឹងណាហើយក្នុងបន្ទូកហ្នឹងពេលដែលយើងទិញសំបុត្រទៅគឺគេមាន free គោមសម្រាប់បង្ហោះឲ្យយើងមួយហើយប៉ុន្តែទាំងអស់គ្នាដឹងអត់អ្នកលក់នៅកន្លែងទូកហ្នឹងណាអ្នកលក់គោមហ្នឹងគឺគាត់មកធ្វើ marketing ដើម្បីលក់គោមនឹងបន្ថែមហ្មងហើយជាទូទៅហ្នឹងយើងស្រាប់អត់បានទេយើងស្មានតែទិញនៅលើទូកហ្នឹងអត់មានគោមទេបានគេលក់ក្រៅអញ្ចឹងណាការពិតមានមួយប៉ុន្តែគេប្រម៉ូទគេមិនលក់ហ្នឹងគេថាគោមមានមួយហើយយកមួយទៀតទៅយ៉ាប់ពិតយើងស្ដាប់គាត់អត់បានខ្លួនឯងអញ្ចឹងគឺភាគច្រើនអ្នកដែលទៅទិញសបុតទូកហ្នឹងហើយគឺទិញគោមនៅកន្លែង ហ្នឹងថែមទាំងអស់ហ្មងហើយសម្រាប់ការជិះរបស់គេហ្នឹងសម្រាប់អ្នកតម្រង់ជួរពេលដែលម៉ោងគេបើកឲ្យចាប់ផ្ដើមជិះហ្នឹងគឺមនុស្សមានច្រើនប៉ុន្តែចាំអត់យូរទេទាំងអស់គ្នាដោយសារតែទូកគេហ្នឹងគឺមួយទូកអញ្ចឹងជិះប្រហែល10នាទីទៅ5 10នាទីទេជិះទៅហើយមកវិញបញ្ចុំគឺចប់ហ្មងអញ្ចឹងគឺគេទទួលភ្ញៀវបានច្រើនមែនតើហើយ
សម្រាប់ពួកយើងជិះទូកនឹងហើយយើងក៏បាន check list ហើយយើងក៏គិតថាយើងមកដល់តំបន់ហុយអានហ្នឹងគឺគេល្បីគ្រឿងសមុទ្រអញ្ចឹងក៏សម្រេចចិត្តថាឲ្យពូតកងឡានហ្នឹងជួយជូនយើងទៅកន្លែងណាដែលមានលក់គ្រឿងសមុទ្រឆ្ងាញ់អញ្ចឹងយើងទៅនេះគឺទៅព្រាវទេអត់ដឹងថាកន្លែងឆ្ងាញ់មិនឆ្ងាញ់ទេទាំងអស់គ្នាគ្រឿងសមុទ្រទទួលយកបានប៉ុន្តែដោយសារតែមានតម្លៃថ្លៃពេកគឺយើងញ៉ាំបានតែប្រហែលមុខទេហើយយើងក៏អូខេ that's all at least យើងបានទទួលរសជាតិគ្រឿងសមុទ្រដោយហុយអានហើយក៏ត្រឡប់មកតែវិញគេងសម្រាប់ចេញដើរលេងថ្ងៃស្អែកបន្ទាប់ទៀតដោយសារតែថ្ងៃស្អែកហ្នឹងគឺយើងត្រូវទៅកន្លែងដែលលេង activity អស់កន្លះច្រើនអរុនសួស្តីថ្ងៃទី3នៃដំណើរកម្សាន្តមួយនេះហើយសម្រាប់ថ្ងៃនេះដែរពួកយើងនឹងចំណាយពេលមួយថ្ងៃពេញហ្នឹងលេងនៅ Sandbox Banana Hill ហ្នឹងតែម្ដងដោយសារតែនៅទីតាំងហ្នឹងគឺយើងមានអីលេងច្រើនចឹងណាហើយខ្ញុំអត់ដឹងទេថាខ្ញុំនឹងមានកម្លាំងសម្រាប់ដើរពេញមួយថ្ងៃហ្នឹងបានអត់ចឹងមានតែទៅមើលទាំងអស់គ្នាពេលដែលមកដល់ភ្លាមហ្នឹងអីដែលចាប់អារម្មណ៍មុនគេហ្នឹងគឺអាកាសធាតុដោយសារតែគេល្បីថានៅហ្នឹងគឺត្រជាក់ខ្លាំងណាស់តែសម្រាប់ខ្ញុំជាក់ស្ដែងអាកាសធាតុអត់សូវត្រជាក់ប៉ុន្មានទេដោយសារតែខ្ញុំជាមនុស្សដែលចាញ់ត្រជាក់ស្រាប់អញ្ចឹងបើសិនជាអាកាសធាតុហ្នឹងត្រជាក់តិចតួចអីគឺខ្ញុំដឹងហើយប៉ុន្តែសម្រាប់ខ្ញុំពេលហ្នឹងគឺវាត្រជាក់ដែរប៉ុន្តែខ្ញុំអាចទទួលយកបានអញ្ចឹងសម្រាប់អ្នកដែលចូលចិត្តត្រជាក់គឺប៉ុណ្ណឹងអត់ត្រជាក់ទេគឺល្មមហើយទៅដល់ភ្លាមហ្នឹងគឺយើងមានជាការមើល map មើលទីតាំងកន្លែងរបស់គេហ្នឹងដោយសារតែកន្លែងរបស់គេហ្នឹងគឺធំខ្លាំងមែនទែនហើយមានអីដែលត្រូវលេងត្រូវធ្វើច្រើនណាស់អញ្ចឹងគឺយើងមិនអាចដើរជុំគ្នាបានទេដោយសារតែអ្នកខ្លះអាចចង់ទៅនេះអ្នកខ្លះចង់ទៅនោះហើយអញ្ចឹងគឺយើងសម្រេចចិត្តថាយើងមាន map មើលរៀងខ្លួនទៅហើយយើងណាត់គ្នាទីតាំងណាមួយមុនពេលបាយថ្ងៃអញ្ចឹងណាដើម្បីយើងទៅកន្លែងអាហារថ្ងៃត្រង់ buffet ដែលយើងកក់និយាយទៅសម្រាប់ការមកបាណាហ៊ាននេះគឺតម្រូវឲ្យទាំងអស់គ្នាត្រូវកក់សំបុត្រមុនណាដោយសារតែបើសិនជាមកភ្លាមទិញភ្លាមខ្ញុំអត់ច្បាស់ថាទិញបានអត់ឬក៏វាមានតម្លៃសម្រាប់ package ដែលពួកខ្ញុំកក់ហ្នឹងគឺយើងមានសំបុត្រចូលលេងមួយហើយឡានសម្រាប់ទៅយកពួកយើងពីកន្លែងគេងហើយនឹងជូនដាក់កន្លែងគេងវិញហើយនឹងទី3ហ្នឹងគឺពួកខ្ញុំយក package ដែលបុកបញ្ចូលជាមួយនឹង buffet អាហារថ្ងៃត្រង់នៅកន្លែងគេដែរដោយសារតែពួកខ្ញុំគិតថាជាទូទៅពេលយើងទៅដើរលេងកន្លែងអញ្ចឹងគឺការញ៉ាំភាគច្រើនយើងញ៉ាំ buffet គេទៅវាស្រួលជាងយើងអត់ចាំបាច់គិតថាត្រូវញ៉ាំអីហើយយើងអត់ច្បាស់ថាតម្លៃនៅលើហ្នឹងគេលក់ថ្លៃអត់ចាក់កយើងអត់ចឹងក៏ជ្រើសរើសជម្រើសហ្នឹងហ្មងទៅព្រោះថាយើងដើរលេងអញ្ចឹងយើងជិះអត់ផុតទេគុំតែត្រូវទិញអីញ៉ាំតិចតួចក៏ដែរអញ្ចឹងថ្ងៃណាហ្នឹងយើង prefer ញ៉ាំជា buffet ចាប់ចុកទៅវាស្រួលខ្លួនជាងអញ្ចឹងណាក្រៅពីការដើរលេងថតរូបជុំវិញនៅលើហ្នឹងគឺពួកខ្ញុំបានជិះឡានអ្នកទាំងអស់គ្នាហើយឡានហ្នឹងសប្បាយរបស់គេប៉ុន្តែពេលដែលជិះហ្នឹងគឺខ្ញុំអត់ដឹងទេថាយើងមានប្រាំងមានអីហើយអញ្ចឹងគឺខ្ញុំជន់ហ្គាជន់យកមកហើយរៀងស្លើភ្នែកដែរទាំងអស់គ្នាបន្ទាប់មកទៀតគឺយើងជុំគ្នានៅកន្លែង Pop Mart Castor គេវិញនៅលើហ្នឹងណាដោយសារគេដើម្បីហាង Pop Mart signature គេហ្នឹងនៅហ្នឹងដោយសារតែវាជាលក្ខណៈបែបប្រាសាទហើយគេមានតាំងរូបមានអីហើយមានលក់របស់នៅក្នុងហ្នឹងដែរហើយមនុស្សទិញច្រើនមែនតើបងប្អូនគ្នាផ្លូវទៅរកអាហារពេលថ្ងៃញ៉ាំមានជាការវង្វេងជាខ្លាំងដោយសារតែទូតំបន់គេនៅហ្នឹងគឺធំខ្លាំងមែនតើយើងអត់ដឹងទៅរកទីតាំងនៅណាទេគឺដើរតាមគេតែម្ដងហើយកន្លែងញ៉ាំហ្នឹងមិនមែនដើរឡើងណាគឺប្លែកហ្មងគឺយើងត្រូវចុះក្រោមរហូតហ្មងណាតម្រាំដល់កន្លែងហើយមនុស្សមើលទាំងអស់គ្នាបន្ទាប់ពីការញ៉ាំបាយដ៏រអាក់រអួលពេលថ្ងៃនេះមកហើយយើងក៏បន្តជិះ cable car ហ្នឹងរបស់គេទៅទីតាំងមួយទៀតដើម្បីទៅកន្លែងដែលគេល្បីទាំងអស់គ្នាបាត់ដៃកញ្ចក់អស់បន្ទាប់ពីដើរថតរូបលេងថតវីដេអូលេងអស់ចិត្តអស់ចង់ហើយយើងក៏ហៅកាហ្វេហៅនំញ៉ាំបន្តិចបន្តួចអាហារសម្រន់មុននឹង wrap up ហើយចុះទៅវិញទាំងអស់គ្នា Wow. Tía. Về đấy chị về. Mời bạn sờn trong mẹ. Nhằm hai ai hai យើងក៏ចុះមកក្រោមវិញហើយជីកមកអូតែវិញហើយពេលល្ងាចហ្នឹងក៏នាំគ្នារ៉ានតិចទៅមុខទឹកស្លៀកពាក់ហើយចេញមកក្រៅវិញហៅអីញ៉ាំអាហារពេលល្ងាចហើយសម្រាប់អាហារពេលល្ងាចមកពេលហ្នឹងគឺដំបូងហ្នឹងយើងទៅកន្លែង Michelin Star ឈ្មោះអីគេនោះហើយបន្ទាប់មកគឺមនុស្សច្រើនពេកគឺចូលអត់បានទេយើងក៏រកកន្លែងមួយទៀតចិត្តហ្នឹងដែរហើយ Michelin Star ដូចគ្នាហើយទៅដល់ហ្នឹងគឺសម្រាប់ជាងនេះជួអត់សូវវិញទេហើយកន្លែងហាងហ្នឹងគឺ BTS ហើយទាំងអស់គ្នាជុំគាត់គេជាប់នឹងហាងហ្នឹងហើយអូខេម្ហូបtypical ស្តៀងនៅកន្លែងហុយអានកើមលៀននោះដែរទាំងអស់គ្នាម្ហូបគេបែបរបៀបមកមួយចានអញ្ចឹងណាហើយយើងហាយមួយចានហ្នឹងទៅដាក់ចូលគ្នាទៅបានច្រើនមុខញ៉ាំបានច្រើនហើយគឺរបៀបបែប local food គេតែបែបរបៀបអភិជនអីចឹងណាវាឆ្ងាញ់ហើយអូខេ affordable សម្រាប់ម្ហូបតាមហើយនេះសួស្តីទាំងអស់គ្នាស្វាគមន៍មកកាន់ថ្ងៃទី4នៃដំណើរកម្សាន្តហើយថ្ងៃនេះគឺជាថ្ងៃ31គឺថ្ងៃឆ្លងឆ្នាំហើយព្រឹកនេះ
យើងចេញមកជុំគ្នាទៅលេងនៅគេហៅថា Lady Buddha គឺកន្លែងហ្នឹងមានរូបសំណាករបស់Buddha ស្រីម្នាក់នៅបែកតំបន់សមុទ្រទាំងអស់គ្នាហើយអញ្ចឹងយើងក៏បានឡើងទៅលើហ្នឹងហើយអត់មានអីច្រើនទេនៅលើហ្នឹងគ្រាន់តែដើរមើលជុំវិញទីធ្លាហ្នឹងហើយទៅបួងសួងបងផ្សងអីចឹងទៅហើយបន្ទាប់មកក៏ចុះមកវិញហ្នឹងគឺកន្លែងកាហ្វេមួយនៅខាងក្រោមកន្លែង Lady Buddha ហ្នឹងហ្មងគេហៅ Sontra Marina កាហ្វេគេហ្នឹងគឺធ្វើពីសពបែបរបៀបកាហ្វេនៅក្រិចទាំងអស់គ្នាវារបៀបបែបសមុទ្រពណ៌ខៀវអីចឹងណាហើយក៏អង្គុយនៅនឹងដើម្បីcool down ជាមួយនឹងអាកាសធាតុចឹងទៅអញ្ចឹងមានអីទេអង្គុយថតលេងថតរូបថតវីដេអូចុះឡើងគឺប្លង់គេថតមាន190ប្លង់ហ្មងហើយនេះគឺជាថ្ងៃដែលពួកខ្ញុំចាប់ផ្ដើមទៅលាន់ជាមួយនឹងម្ហូបវៀតណាមហើយគឺយើងត្រូវការម្ហូបបែបWestern burger pizza coca អីចឹងណាខ្ញុំក៏មកញ៉ាំអីនៅហ្នឹងទៅហើយដោយសារតែហាងគេហ្នឹងគឺលោកបាយ burger ទូទាំងចឹងគឺគ្រប់គ្នាហៅអាហ្នឹងដូចគ្នាហ្មងហើយដោយសារតែថ្ងៃនេះគឺថ្ងៃ countdown ណាចឹងយើងចេញពីញ៉ាំអីមកយើងក៏ចាប់ផ្ដើមមករកកន្លែងអង្គុយគេដើម្បីឆ្លង countdown ជុំហ្នឹងទាំងអស់គ្នាហើយមួយទៀតហ្នឹងអាកន្លែងដែលគេលបៃខ្លាំងហ្នឹងគឺពួកខ្ញុំគាត់ទៅចូលទៅដល់ភ្លាមហ្នឹងគេថាហាងគេហ្នឹងគឺគេពេញតាំងពីមុនមួយខែមកចង់កក់ថ្ងៃហ្នឹងអត់បានទេគឺពេញតែម្ដងហើយចឹងទៅយើងក៏អូខេដើរជ្រាមើលតាមហ្នឹងហ្មងគឺno longer រកកន្លែងបាក់អីមិនបាក់អីទៀតអីគឺយើងដើរមើលមានកន្លែងណាគឺចូលហ្នឹងហ្មងអញ្ចឹងហើយក៏ដើរទៅឃើញមានហាងមួយហ្នឹងគឺស្អាតរបស់គេដែរហើយតំណងដែរអញ្ចឹងមិនយូរមកអូខេហ្នឹងគួរសមអញ្ចឹងយើងក៏កក់កន្លែងហ្នឹងហ្មងទៅយើងកក់តាំងពីម៉ោង6ទៅហ្មងដោយសារតែយើងអត់មានទៅណាទៀតទេយើង get នេះហើយអង្គុយលេងនៅហ្នឹងដល់ពេល countdown ហ្មងហើយសួស្តីទាំងអស់គ្នាថ្ងៃនេះគឺជាថ្ងៃទី1នៃឆ្នាំ2026អញ្ចឹងថ្ងៃនេះគឺអីដែលពួកខ្ញុំធ្វើដំបូងគេគឺពួកខ្ញុំទៅឡើងភ្នំដោយសារតែគេថានៅថ្ងៃថ្មីថ្ងៃទី1នៃឆ្នាំថ្មីគឺយើងទាំងអស់គ្នាគួរតែទៅកន្លែងណាដែលខ្ពស់ព្រោះវានឹងធ្វើឲ្យរិស័យជាមួយនឹងសំណាងរបស់យើងល្អទៅតាមហ្នឹងណាអញ្ចឹងតើឆ្នាំនេះទាំងអស់គ្នាមាន New Year Resolution អីគេដែរហើយកន្លែងដែលពួកខ្ញុំទៅនេះគឺគេហៅថា Marble Mountain អញ្ចឹងវាគឺជាភ្នំហ្នឹងដោយសារតែថ្មវាគឺធ្វើពីអាធាតុតែដូចទៅនឹងគ្រាប់ឃ្លីចឹងទៅគេហៅថា Marble Mountain ហ្នឹងហើយសម្រាប់ការទៅកន្លែងភ្នំហ្នឹងគឺពួកខ្ញុំមានអីទាំងអស់ប៉ុន្តែគឺយើងមើលអត់យល់ទេថាផ្លូវហ្នឹងឡើងទៅដល់ណាវាកម្ពស់វាមិនអីមិនចឹងយើងអត់មានណាគេដឹងអីទាំងអស់ចឹងក៏ចេះតែបន្តឡើងទៅហើយទាំងអស់គ្នាល្អមើលមែនតើដោយសារតែពេលទៅដល់ហ្នឹងគឺនៅលើហ្នឹងវាអត់មានភ្នំវាអត់មានកន្លែងដែលយើងឈរស្រួលទេឡើងទៅដល់កន្លែង pick គេហ្នឹងដែលគេហៅថាចន្ទកំពូល pick គេហ្នឹងគឺមានតែដុំថ្មបន្ទប់តែពួកខ្ញុំបដុំគ្នាហ្នឹងទេហើយកន្លែងហ្នឹងគឺវាជាកន្លែងដែលតអញ្ចឹងទៅដល់កន្លែងហ្នឹងហើយយើងត្រូវចុះវិញអញ្ចឹងបានន័យថាអ្នកឡើងទៅដល់កន្លែងចំណុចតនៅកន្លែង pick ថ្មដុំហ្នឹងហើយគឺត្រូវ turn U turn ណាគឺត្រូវបកក្រោយវិញក៏តាមផ្លូវហ្នឹងដូចគ្នាអញ្ចឹងទាំងអស់គ្នាមើលបានអញ្ចឹងភ្នំគេនេះគឺគេ one way តែម្ដងអត់មានទៅមកអីទេពីការឡើងភ្នំមកព្រឹកនេះរួចមកយើងក៏ត្រឡប់មករៀបចំអីវ៉ាន់សម្រាប់ការ check out ពីកន្លែងយើងគេហ្នឹងហើយយើងក៏មកអង្គុយញ៉ាំអីបន្តនៅសមុទ្រដោយសារតែថ្ងៃនេះគឺជាថ្ងៃចុងក្រោយដែលយើងនៅក្នុងទីក្រុងដាណាងហើយអញ្ចឹងយើងញ៉ាំអីនៅសមុទ្រនេះហើយគឺយើងរៀបចំចេញទៅពលានយន្តហោះដើម្បីហោះទៅកាន់ទីក្រុងហូជីមិញវិញហើយចឹងទាំងអស់គ្នាក្នុងថ្ងៃទី1នៃឆ្នាំថ្មីនេះគឺពួកខ្ញុំ check list បានពីចំណុចហើយទី1គឺគេឲ្យយើងឡើងភ្នំឬទៅកន្លែងខ្ពស់ឬក៏ទី2នេះយើងអាចជាការជិះយន្តហោះចឹងក្នុងថ្ងៃទី1នេះឆ្នាំថ្មីគឺពួកខ្ញុំបានធ្វើទាំងពីរហ្នឹងចឹងឥឡូវនេះយើងកំពុងតែធ្វើការហោះហើរត្រឡប់ទៅកាន់ទីក្រុងសៃហ្គនវិញចឹងពេលដែលហោះទៅដល់ហ្នឹងគឺយើងទៅដល់យប់ពេកប៉ុន្តែគឺมันអាចទប់ការដើរលេងបានទេដោយសារតែយើងនៅសល់តែមួយថ្ងៃទៀតតែប៉ុណ្ណោះហើយថ្ងៃស្អែកពួកយើង
ត្រឡប់មកពេញវិញឯងអញ្ចឹងមួយយប់ហ្នឹងទៅដល់យប់គឺយើងចេញដើរលុករកអីញ៉ាំដើរទិញអីពេញហ្នឹងហ្មងទាំងអស់គ្នាដោយសារតែពេលនេះមកដល់ទីក្រុងហូជីមិញវិញយប់ឡើងគឺមនុស្សអ៊ូអរអត់ដូចនៅខេត្តដែលយើងនៅដាណាំងទេដាណាំងព្រាបគឺយប់ឡើងគឺអត់មានអីធ្វើទេគឺត្រូវតែចូលគេងរៀបចំខ្លួនដើម្បីចេញដើរពេលស្អែកទៀតឯងគ្នានេះគឺជាពេលដែលខ្ញុំបានស្គាល់រសជាតិតែឆាជីលើកដំបូងបង្អស់ក្នុងជីវិតគឺនៅឆ្នាំ2026ថ្ងៃទី1នៅប្រទេសវៀតណាមនៃទីក្រុងហូជីមិញគឺគេល្បីមែនទែនថាតែទឹកដោះគោរបស់ឆាជីឆ្ងាញ់របស់គេមែនហើយយប់ហ្នឹងបានញ៉ាំឆាជីហ្នឹងគឺគេងលក់ស្រួលហើយអញ្ចឹងគឺយប់ហ្នឹងអត់មានអីទេយើងក៏ចូលគេងហើយព្រឹកស្អែកឡើងក៏ងើបមកជាមួយនឹងរៀបចំកៅអៅ check out ដើម្បីត្រៀមខ្លួនត្រឡប់មកធ្វើការជួបជាមួយនឹងពិភពលោកពិតវិញទាំងអស់គ្នាហើយនៅថ្ងៃថ្មីនេះគឺពួកខ្ញុំអត់សង្ឃឹមថាបានញ៉ាំបាញ់អ៊ុតហ្នឹងទេដែលគេ trend ហ្នឹងតែជាក់ស្ដែងហ្នឹងពួកខ្ញុំមកដល់ទុកអីវ៉ាន់នៅកន្លែងឡានហ្នឹងគឺវាព្រលឹមអញ្ចឹងយើងក៏អូខេទៅសាកមើលសិនទៅបើអត់មានមនុស្សយើងចូលញ៉ាំអញ្ចឹងដល់ពេលយើងទៅដល់ហ្នឹងអត់សូវមានមនុស្សមែនអញ្ចឹងក៏បានញ៉ាំបាញ់អ៊ុតហ្នឹងទៅអាម្ហូបរបៀបសបកនំគេខ្ចប់ជាមួយបន្លែជាមួយសាច់ណាអញ្ចឹងបាញ់អ៊ុតហ្នឹងគឺឆ្ងាញ់ស័ក្តិសមជាមួយនឹងអីដែលគេកំពុងតែ trend មែនទាំងអស់គ្នាហើយជាក់ស្ដែងសម្រាប់បទពិសោធន៍ទៅឥឡូវខ្ញុំនៅហាងហ្នឹងគឺងាយស្រួលញ៉ាំទេអត់ពិបាកញ៉ាំដូចមុនទៀតទេហើយក្រៅពីហ្នឹងគឺពុកវមែនតើដោយសារតែយើងមានម៉ោងដល់ត្រឹមតែប្រហែលជាម៉ោងដូចជាម៉ោង3ឯងដែលយើងត្រូវប្រញាប់មកកន្លែងឡានវិញដើម្បីជិះទៅកាន់ប្រទេសកម្ពុជាយើងវិញណាហើយចុងពេលហ្នឹងគឺអត់បានថតអីទាំងអស់គឺយើងដើរសម្រុកយកហ្មងគឺបានទៅបុកស្រីតបានទៅមើលសភៅហើយចុងក្រោយហ្នឹងគឺបានញ៉ាំកាហ្វេ Little Hanoi នេះទាំងអស់គ្នាខ្ញុំប្រហោងពោះមែនតើខ្ញុំផឹកកាហ្វេហ្នឹងទាំងប្រហោងពោះដោយសារតែសល់តែពេលបន្តិចឯងឡានចេញឯងប៉ុន្តែពួកខ្ញុំគិតថាដោយសារតែកន្លែងហ្នឹងវាចិត្តកន្លែងមានឡាននេះយើងដើរទៅបន្តិចដល់ហើយយើងខ្ចប់យកមកវិញទៅដល់ទាំងអស់គ្នាគឺហាងកាហ្វេគេឲ្យខ្ចប់ទេគេត្រូវការញ៉ាំហ្នឹងអញ្ចឹងមានជាការចាំគេធ្វើមួយហើយគឺផឹកយកហើយគឺរត់មកវិញតែហ្មងអូខេទាំងអស់គ្នា vlog ហ្នឹងគឺចាប់ត្រឹមហ្នឹងហើយ thank you so much for watching or listening to you guys in the next video bye bye